ต่อបន្ទាប់ពីព្រះអភ័យមនីគាត់បានស្រឡាញ់គ្នាជាមួយនឹងនាងមច្ឆានៅលើកោះនឹងហើយក៏ស្រឡាញ់គ្នានៅជាមួយគ្នានៅលើកោះនឹងហើយព្រះអភ័យមនីហើយនឹងវិសុទ្ធសមុទ្រនឹងក៏នាំគ្នាបួសធ្វើជាតាឥសីឪឥសីកូនអញ្ចឹងណាហើយនៅលើកោះនោះរបៀបថាមានជនជាតិបរទេសរបៀបថាចាញ់សពៅហើយសពៅត្រូវខ្ចាត់ខ្ចាយអញ្ចឹងមកទៅលើកោះនឹងច្រើនអ្នកពីអ្នកឪកូនហ្នឹងក៏រៀនភាសាបារាំងភាសាអង់គ្លេសអីហ្នឹងណាពីអ្នកទៅលើកោះដូចគ្នាហ្នឹងប្រវាយអារម្មណ៍អ្នកទាំងអស់គ្នាមកមើលខាងនគរនេះវិញពីអ្នកស្ដេចប្រុសហើយស្ដេចស្រីហ្នឹងមានកូនស្រីម្នាក់ពេញកំមុំស្អាតតែកូនហ្នឹងមានគូដដងហើយឯងនេះហូបហ្នឹងគូដដងហ្នឹងឈ្មោះឧសរេនអញខ្លាចតែខុសទៀតអញអត់ទៅចង់និយាយឈ្មោះទេតែបើថាអត់និយាយឈ្មោះទេខ្លាចខ្មែរអត់ស្គាល់តែដល់ពេលអ្នកស្គាល់ខ្លាចគេជន់មានគូដដងហើយគូដដងហ្នឹងជាជនជាតិបរទេសហើយប៉នាងហ្នឹងឈ្មោះសវណ្ណម៉ាលីយប់មួយហ្នឹងប៉នាងបានដេកយល់សពថាខ្លួនឯងបានហោះហើយទៅបានឃើញដុំកែវដែលកំពុងតែបញ្ចេញពលឺភ្លឺដូចព្រះអាទិត្យចឹងហើយទៅប៉នាងហ្នឹងក៏ហោះទៅចាប់លេងចឹងទៅសុកស្រាប់តែដុំកែវនឹងរវល់ចេញពីដៃចឹងណាក៏ភ្ញាក់មកហើយក៏យករឿងយកសពហ្នឹងគេទៅប្រាប់ឪហ្នឹងក៏ឲ្យហោរាទុះទាយហោរាហ្នឹងគេទាយថាចែកគេថាប៉នាងនឹងបានជួបគូពិតប៉ុន្តែមុននឹងបានជួបគូពិតនឹងប៉នាងត្រូវឃ្លាតឆ្ងាយពីនគរសិនអីចឹងណាដល់ទៅឪហ្នឹងក៏គាត់គិតថាចែកគូដដងហ្នឹងគឺជាគូពិតប៉ុន្តែត្រូវធ្វើដំណើរឆ្ងាយគិតថាអញ្ចឹងណាគេថានៅឆ្ងាយគ្នាអញ្ចឹងណាក៏នាំកូនហ្នឹងជីសំពៅទៅចេញពីនគរជីទៅឲ្យដូចតាមពាក្យគេហៅរាគេទុទាយយល់អត់តែចៃដន្យទៅជួបព្យុះទៅសំពៅរបស់ក្រុមពលសេនានៅផ្សេងសំពៅរបស់ព្រះអង្គហើយនឹងរបស់កូនហ្នឹងទៅផ្សេងហ្នឹងទៅឃ្លាតឆ្ងាយពីគ្នាអំពេងកដាសមុទ្រអំពេងអស់រយៈពេលយូរមែនតើច្រើនថ្ងៃពេលអំពេងអញ្ចឹងទៅមិនដឹងធ្វើម៉េចក៏យកចំណីអាហារនៅក្នុងសំពៅខ្លួនឯងហ្នឹងយកមកបែបន់ដល់អរិយអ្នកតាមើលថែសមុទ្រអីចឹងណាសូមប្រាប់ផ្លូវឲ្យកូនចៅបានហៅផ្លូវទៅផ្ទះឃើញផងអញ្ចឹងទៅស្រាប់តែមានខ្មោចទឹកឬថាអរិយអ្នកតាចូលសថិតកូនចៅរបស់ស្ដេចហ្នឹងដល់ពេលចូលសថិតទៅក៏ប្រាប់ផ្លូវថានោះជិះទៅតាមផ្លូវហ្នឹងមានអ្នកចេះវិជាការមានអ្នកមានមន្តអាគមមានបារមីអីគេនៅច្រើនណាស់ទៅដល់អ្នកនៅក្នុងគេប្រកាសជាជួយហើយក៏នាំគ្នាធ្វើដំណើរតាមខ្មោចទឹកនឹងប្រាប់ហើយខ្មោចទឹកហ្នឹងក៏ចេញទៅអូយខ្មោចទឹកទៀតអរិយអ្នកតាដល់ពេលធ្វើដំណើរទៅដល់ហើយស្រាប់តែឡើងលើកោះអីចឹងទៅក៏នាំគ្នាទៅរកតាឥសីចឹងណាបានជួបជាមួយតាឥសីហើយក៏គោរពតាឥសីនិយាយគ្នាអីចឹងទៅស្រាប់តែព្រះអភ័យមនីហើយនឹងនាងសវណ្ណម៉ាលីហ្នឹងគេឃើញគ្នាបេះដូងដាក់ភ្នែកមាត់ស្លឹងមាត់ទៀតហើយអញទៀតហើយនៅលើថ្ពាល់លើភ្នែកលើទ្រូងស្នេហ៍អើយក៏យល់ថាមានចិត្តលើគ្នាយល់ទេចង់និយាយអញ្ចឹងណាព្រះអភ័យមនីសាវ៉ាចង់និយាយអញ្ចឹងប្រពន្ធជាយៈហើយបានកូនជាមួយយៈហើយមានប្រពន្ធជាមច្ឆាហើយបានកូនជាមួយមច្ឆាទៀតណាតែកូននឹងអត់ទាន់ចេញមកទេតិចទៀតដល់វគ្គកូននឹងចេញមកហើយហើយឥឡូវចាប់ផ្ដើមមកឆ្លាញ់អ្នកនេះទៀតអើយខ្លាចដល់ទៅឪពុកហ្នឹងក៏ឃើញព្រះអភ័យមនីហ្នឹងក៏ចូលមកនិយាយរស់រាយរាក់ទាក់អញ្ចឹងទៅក៏ប្រាប់ពីដំណើរដើមរឿងអញ្ចឹងទៅព្រះអភ័យមនីក៏ប្រាប់ពីដំណើរដើមរឿងខ្លួនឯងអញ្ចឹងទៅហើយស្ដេចហ្នឹងក៏គេឆ្ងល់ថាចេះថាអូយគ្រាន់តែផ្លុំស្លៃសោះហ្នឹងអាចធ្វើរយៈលងស្រឡាញ់បានណោះសាក់ផ្លុំឲ្យខ្ញុំស្ដាប់តិចមើលព្រះអភ័យមនីហ្នឹងក៏បដិសេធថាខ្លួនឯងកំពុងតែបួសជាឥសីអញ្ចឹងអត់ស័ក្តិសមនឹងផ្លុំទេសុខចិត្តឲ្យកូនខ្លួនឯងនេះសិនសមុទ្រនេះដែលកាលនៅក្នុងលអាងហ្នឹងបានរៀនផ្លុំរៀនអីជាមួយឪហ្នឹងណាឲ្យកូនហ្នឹងសឹកហើយផ្លុំឲ្យគេស្ដាប់អើយលោកហើយខ្លួនឯងអត់សឹកទេសុខចិត្តឲ្យកូនសឹកអើយអញកូនហ្នឹងក៏សឹកចឹងទៅហើយក៏ផ្លុំតាមដែលឪប្រាប់ចឹងទៅអូយគេដេកលក់ស្លាប់ភ្លឹងល្វឹងល្វើយគ្មានដឹងសពគ្មានដឹងត្រើយទៅណាទេមានតាឥសីទេដែលអត់ស្លាប់អត់ដេកលក់អស់ដោយសារតាឥសីមានមន្តអាគមជាមនុស្សល្អអញ្ចឹងណាដល់អញ្ចឹងអត់តែមន្តអាគមអីគេទេអូយសប្បាយចិត្តថាអើយសិស្សអញបកាយក៏ពិតបកាយមកពីឪស្រាប់ផងហើយរឿងហ្នឹងវាយ៉ាងម៉េចទៀតហ្នឹងខ្ញុំសុំទៅមើលផ្លែសិនចាំខ្ញុំមិននិយាយទៀត